ខ្ញុំសូមជម្រាបជាសារបានតិចយើងដឹងថានៅក្នុងចំនួនព្រំដែនរវាងកម្ពុជានិងថៃណាគឺវាកាន់តែឡើងកម្ដៅក្រោយពីអភិបាលខេត្តស្រះកែវរបស់ប្រទេសថៃហ្នឹងគឺកាលពី2ថ្ងៃមុនគាត់បានប្រកាសដាក់អសានវ៉ាតណាដាក់អសានវ៉ាតឲ្យពលរដ្ឋខ្មែរនៅភូមិព្រៃច័ន្ទរស់នៅផ្ទះសម្បែងចាក់ចេញពីទីនោះនៅថ្ងៃទី3ខែតុលាស្អែកនេះបាទស្អែកនេះចំណែកពលរដ្ឋនៅភូមិជោគជ័យវិញគឺទៅរើផ្ទះសម្បែងចេញឲ្យនៅថ្ងៃទី10ខែតុលាបាទនៅក្នុងសេចក្តីប្រកាសនេះគឺធ្វើឡើងតាមរយៈការដាក់តាំងប៉ាយដាក់តាំងអីមានជាភាសាខ្មែរភាសាថៃភាសាអង់គ្លេសនៅក្នុងពេលហ្នឹងហើយសារនោះព្រមានថាបើពលរដ្ឋខ្មែរណាមិនចាក់ចែងតាមការកំណត់ទេគឺអាជ្ញាធរថៃនឹងចាប់ខ្លួនហើយផ្ដន្ទាទោសតាមច្បាប់ព្រៃឈើរបស់ថៃដែលអាចជាប់ពន្ធនាគាររហូតដល់15ឆ្នាំហើយនឹងផាកពិន័យគឺ100,000 បាតហើយដែលអ្នកខ្លះអាងថាតំបន់ទាំងនោះជាទឹកដីរបស់ថៃប៉ុន្តែពលរដ្ឋខ្មែរដែលរស់នៅតំបន់នោះជាច្រើនទស្សវត្សរ៍ហើយនោះរួមទាំងអាជ្ញាធរកម្ពុជាផងឲ្យដឹងថាភូមិជោគជ័យដែលហៅថាភូមិនងច័ន្ទនិងព្រៃច័ន្ទនោះស្ថិតនៅក្នុងឃុំអូ3ជាន់ខេត្តបន្ទាយមានជ័យជាទឹកដីរបស់កម្ពុជាបាទដូច្នេះអ្វីដែលយើងទៅឆ្លើយហើយយើងផ្ដោតនៅក្នុងការសន្ទនានេះថាតើថៃអាចអនុវត្តច្បាប់ថៃមកលើពលរដ្ឋកម្ពុជាបានដែរឬទេបាទចំណែកនៅក្នុងទីក្រុងបាងកកវិញគឺអនុทิនច័ន្ទវីរគុលដែលជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃហ្នឹងគឺគាត់បានស្នើឲ្យសភាពិនិត្យមើលលទ្ធភាពលុបចោលអនុសារណៈស្តីពីការយោគយល់ឆ្នាំ2000រវាងកម្ពុជាបាទហើយដល់2001ទៀតផងដូច្នេះតើគាត់អាចធ្វើកិច្ចការងារនេះបានដែរទេអញ្ចឹងខ្ញុំបានអញ្ជើញភ្ញៀវបាទហើយជាអ្នកដែលរៀមច្បងដែលខ្ញុំស្គាល់យូរមកហើយដែរតាំងពីគាត់នៅការងារមុនសារព័ត៌មានទៀតណាបាទឥឡូវនេះគឺជាអ្នកសារព័ត៌មានផងជាអ្នកច្បាប់ផងបាទខ្ញុំស្គាល់គាត់តាំងនៅជាអ្នកច្បាប់ណាបាទហើយធ្លាប់ជាអ្នករស់នៅជំរុំបាទជនភៀសខ្លួននៅតាមជំរុំរបស់តាមព្រំដែនថៃនេះជាច្រើនជំរុំផងចូលមកពិភាក្សាដើម្បីចែករំលែកបាទដូច្នេះប្រិមត្តបានស្គាល់គាត់ខ្ញុំមិញនេះខ្ញុំហៅឈ្មោះដែលខ្ញុំស្គាល់តាំងពីដើមមកខ្ញុំហៅឈ្មោះនោះប៉ុន្តែនៅក្នុងការងារដែលគាត់ធ្លាប់បម្រើការងារនៅវិទ្យុអាស៊ីសេរីហ្នឹងគាត់ឈ្មោះថាលោកជីវិតាបាទអញ្ចឹងឥឡូវហ្នឹងគាត់នឹងចូលមកក្នុងកម្មវិធីនេះដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងផ្ទាល់ខ្លួនរបស់លោកតែម្ដងបាទអញ្ចឹងសូមជម្រាបសួរម្ដងទៀតលោកជីវិតាជម្រាបសួរលោកម៉ែនកំសែបាទបាទហើយសូមអរគុណច្រើនណាស់ដែលដូចខ្ញុំបាននិយាយក្នុងពេលកន្លងមកអញ្ចឹងខ្ញុំទៅការយើងទៅការឲ្យបញ្ញវន្តខ្មែរពេលនេះចូលរួមគ្នាបញ្ចេញជាយោបល់ជាមតិដើម្បីឲ្យជាពន្លឺមួយទៅដល់ប្រជាពលរដ្ឋកម្ពុជាហើយលោកជីវិតាគាត់បានឆ្លើយតបនឹងកិច្ចការអំពាវនាវនេះគាត់ក៏ចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់តែម្ដងអញ្ចឹងដូច្នេះខ្ញុំសូមឲ្យប្រិមិត្តស្ដាប់នៅអ្វីដែលលោកជីវិតាដែលជាអ្នកជំនាញច្បាប់ផងសារព័ត៌មានផងជាជនភៀសខ្លួនផងចែករំលែកជាមួយនឹងបាទអញ្ចឹងសំណួរទី1ដែលខ្ញុំសូមដាក់ដំបូងទៅលោកនេះគឺថាថៃបានព្រមានណាប្រើច្បាប់ថៃដើម្បីចាប់ពលរដ្ឋកម្ពុជាដែលតវ៉ាហ្នឹងហើយមានការដែលអ្នកណាហ៊ានរស់រើលួសបន្លាដែលថៃដាក់មកហ្នឹងតើអសានវ៉ាតដែលដាក់មកលើភូមិទាំងពីរនេះបើពលរដ្ឋខ្មែរមិនចេញតើនឹងទៅចាប់ខ្លួនតើថៃអាចធ្វើអញ្ចឹងបានទេដែលច្បាប់របស់ថៃមកអនុវត្តទៅលើពលរដ្ឋកម្ពុជានេះបាទសូមជួយបាទអរគុណលោកម៉ែនកំសែងបាទថៃអាចធ្វើបានប្រសិនបើថៃមានផុសតាងបញ្ជាក់ថាតំបន់នោះជាទឹកដីរបស់ថៃមែនហើយថៃត្រូវបញ្ជាក់ថាពលរដ្ឋខ្មែរដែលរស់នៅលើដីតំបន់នងច័ន្ទតំបន់ព្រៃច័ន្ទនោះរស់ពួកគាត់ដឹងថាគាត់រស់នៅទីនោះជាង4ទសវត្សរ៍នឹងជាទឹកដីរបស់ថៃដូច្នេះនេះជាសំណួរថាតើពលរដ្ឋគាត់ដឹងទេពលរដ្ឋខ្មែរដែលរស់នៅទីនោះគាត់ដឹងទេបើតាមយើងដឹងគឺថាគាត់តែងតែគិតថាទឹកដីដែលគាត់រស់នៅទីនោះហ្នឹងគឺជាទឹកដីរបស់គាត់ក៏អាចដឹងថាជាទឹកដីរបស់ថៃទេបាទហើយបើតាមច្បាប់អន្តរជាតិវិញការបណ្ដេញមនុស្សរាប់រយគ្រួសារចេញពីតំបន់មួយដែលគាត់ធ្លាប់រស់នៅយូរយារជាង40ឆ្នាំនេះមិនមែនជាពេលវេលាដ៏តិចតួចទេដោយគ្មានការឆ្លងកាត់តុលាការឆ្លងកាត់ការវិនិច្ឆ័យអីច្បាស់លាស់គឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបាទហើយលោកម៉ែនកំសែងឃើញហើយគឺមានអង្គការសិទ្ធិមនុស្សមួយចំនួនបានថ្កោលទោសកងទ័ពថៃហើយដែលបានយកបន្លាលួសនឹងព្យាយាមហើយនឹងដេញពលរដ្ឋចេញពីកន្លែងនោះថាជាការរំលោភសិទ្ធិមនុស្ស
มันក៏តាក់ទងនឹងរំលោភទៅលើកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយនិងកតិកាសញ្ញាស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌បាទចំណុចមួយទៀតលោកកំសីយើងគួរកត់សម្គាល់ថានៅពេលដែលកងទ័ពថៃយកបន្លាលួសមករាយជាលើកដំបូងនោះគឺគាត់បានប្រកាសមេបញ្ជាការកងទ័ពភូមិភាគ1របស់ថៃបានប្រកាសប្រាប់អ្នកសារព័ត៌មានថាការរីកបន្លាលួសនោះមិនមែនជាការកំណត់ព្រំដែនទេគឺជាការគ្រាន់តែជាការទប់ស្កាត់កុំឲ្យកងទ័ពកម្ពុជានឹងរុលចូលទៅទឹកដីថៃហើយការដែលគាត់ដាក់បន្លាលួសនោះគាត់ថាជាការអនុវត្តតាមបទឈប់បាញ់គ្នាបាទរវាងកម្ពុជានិងថៃបាទអញ្ចឹងឥឡូវនេះយើងឃើញមានការប្រែប្រួលមួយរយៈកន្លងមកនេះគឺថៃគាត់បានប្រកាសថានឹងទឹកដីម្ដុំនោះនងច័ន្ទប្រៃច័ន្ទនៅក្នុងឃុំអូបីជាន់ខេត្តបន្ទាយមានជ័យនេះគឺជាទឹកដីរបស់ថៃអញ្ចឹងក្នុងការពិភាក្សាគ្នានេះខ្ញុំនឹងលើកពីចំណុច4មកជជែកគ្នាទី1គឺផ្អែកទៅលើបទពិសោធន៍និងប្រវត្តិជំរំនងច័ន្ទដែលខ្ញុំខ្លួនឯងធ្លាប់រស់នៅតាមជំរំជនភៀសខ្លួនជាង10ឆ្នាំបាទមានជំរំនងច័ន្ទដែរហើយចំណុចទី2យើងនឹងលើកអំពីសក្ខីកម្មឬក៏ពាក្យសម្ដីរបស់មន្ត្រីជាន់ខ្ពស់ថៃដែលបង្ហាញថាបើប្រាប់ទៅអ្នកសារព័ត៌មានថាតំបន់នងច័ន្ទហ្នឹងមិនមែនស្ថិតនៅក្នុងទឹកដីថៃទេហើយចំណុចទី3យើងនឹងជជែកគ្នាតើផែនទី1លើ200,000និងផែនទី1លើ50,000ដែលកំពុងមានចម្រូងចម្រាសនៅគ្នាតើវាខុសគ្នាយ៉ាងម៉េចបាទហើយចុងបញ្ចប់យើងនឹងជជែកអំពីថាហេតុអីបានភាគីថៃគាត់ចង់លុបចោលMOU ឬអនុសារណនីកាយោគយល់គ្នារវាងកម្ពុជានិងថៃបានធ្វើឡើងកាលពីឆ្នាំ2000នោះបាទអរគុណលោកសុករីបានរៀបចំយ៉ាងក្បោះក្បាយហើយជំរាបជូនប្រិមិត្តនៅអ្វីដែលលោកចង់ចែករំលែកជាបទពិសោធន៍របស់លោកបាទដោយលោកបានឆ្លើយពីខាងដើមអញ្ចឹងបាទថាបើសិនជាថៃយល់ថានេះជាទឹកដីរបស់ខ្លួនបាទគឺអាចធ្វើបានក៏ប៉ុន្តែដីនេះបើដីខ្មែរយើងមិនអាចធ្វើបានអញ្ចឹងឥឡូវបទពិសោធន៍របស់លោកដែលរស់នៅក្នុងជំរំនងច័ន្ទនឹងផ្ទាល់តែម្ដងក្នុងអំឡុងពេលកន្លងមកនេះតើលោកយល់យ៉ាងម៉េចដែរអាចចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកហើយនឹងលោកយល់យ៉ាងម៉េចដែរពីចំណុចកន្លែងហ្នឹងបាទលោកអ្នកនាងអ្នកស្ដាប់បានជ្រាបហើយគឺឆ្នាំ1979នោះនៅពេលដែលកងទ័ពវៀតណាមវាលុកចូលប្រទេសកម្ពុជាផ្ដួលរំលំរបបខ្មែរក្រហមនោះគឺពលរដ្ឋខ្មែរច្រើនណាស់រាប់ម៉ឺននាក់បានចាក់ចេញពីប្រទេសកម្ពុជាទៅកាន់ព្រំដែនខ្មែរថៃបាទហើយក្នុងនោះមានរូបខ្ញុំមួយដែរបាទហើយជាដំបូងឡើយនេះខ្ញុំបានទៅរស់នៅជំរំចាស់សូមជម្រាបថានៅតាមជំរំព្រំដែនខ្មែរថៃហ្នឹងមានច្រើនបាទដំបងគេហ្នឹងមានជំរំចាស់ជំរំថ្មីមិនមានឈ្មោះ2 3មានឈ្មោះជំរំ00 7ឬក៏ហើយមួយទៀតជំរំទឹកជាសែនក្រោយមកបាទហើយខ្លួនខ្ញុំដំបូងហ្នឹងខ្ញុំទៅរស់នៅនឹងជំរំចាស់បាទក្រោយមកក៏បានមកនៅជំរំថ្មីហើយក៏បានទៅនៅជំរំនងច័ន្ទហ្នឹងមួយរយៈដែរបាទសូមជម្រាបថាជំរំនងច័ន្ទការដំបូងឡើយពីឆ្នាំ1979ហ្នឹងគឺជាជំរំជនភៀសខ្លួនក៏ប៉ុន្តែក្រោមការដឹកនាំគ្រប់គ្រងរបស់ចលនារំដោះជាតិកម្ពុជាហៅកាត់ថាម៉ូលីណាកាបាទជាចលនាសេដ្ឋនិយមហើយដឹកនាំដោយលោកគង់ស៊ីលាស់បាទលោកគង់ស៊ីលាស់ធ្លាប់ជាមន្ត្រីកងទ័ពជើងទឹកនៅក្នុងនៅប្រទេសកម្ពុជាមុនប្រទេសដែលយើងធ្លាក់ចូលក្នុងរបបខ្មែរក្រហមបានប៉ុន្តែលោកគង់ស៊ីលាស់បានស្លាប់នៅឆ្នាំ1980ហើយដោយសារគ្រុនចាញ់ក៏ប៉ុន្តែក៏មានការមតិខ្លះថាគាត់ស្លាប់ដោយសារគេដាក់ថ្នាំតែអីចឹងហើយយើងអត់ដឹងច្បាស់ទេបន្ទាប់មកលោកជាឈុតបានដឹកនាំ
បាទដឹកនាំជំនុំនងច័ន្ទហើយលោកជារាជជនក៏បានចូលជាមួយគណៈបកចលនាបាទចលនាកងទ័ពរំដោះជាតិដាក់សេរំដោះជាតិកម្ពុជាក្រុមការដឹកនាំរបស់សម្ដេចសឿនសានបាទហើយនៅក្នុងកាពិតទៅជំរំនងច័ន្ទមិនមែនត្រឹមតែខ្លាយជាជំរំអ្នកតស៊ូក្នុងឆ្នាំ1979នោះទេបាទគឺយូរយារមកហើយតាំងពីចំនួនអិសរៈតាំងចំនួនកងទ័ពអិសរៈប្រឆាំងបារាំងប្រឆាំងសម្ដេចសៀននោះអីហ្នឹងបាទហើយក្រោយមកក៏មាននៅចំនួនខ្មែរក្រហមហ្នឹងក៏មានអ្នកតស៊ូរត់មកនៅតំបន់នងច័ន្ទហ្នឹងដែរបាទជាចំណត់គឺនៅកន្លែងទីតាំងសប្តាហ៍ថ្ងៃដែលប្រជាពលរដ្ឋខ្មែរកំពុងរស់នៅហ្នឹងឬក៏នៅក្នុងទឹកដីកន្លែងណាអាចបញ្ជាក់កន្លែងចំណុចហ្នឹងតិចបានទេបាទគឺខ្ញុំនឹងទៅដល់ចំណុចហ្នឹងប៉ុន្តែជាខ្លីគឺថាយូរយារមកហើយពួកកងទ័ពអ្នកតស៊ូខ្មែរទៅនៅទីហ្នឹងដែលគេតែងតែគិតថាកន្លែងហ្នឹងគឺជាទឹកដីខ្មែរបាទសូមបញ្ជាក់ថានៅពេលដែលខ្ញុំរស់នៅជំរំហ្នឹងហើយបងប្អូនអ្នកដែលធ្លាប់រស់នៅជំរំហ្នឹងលោកច្បាស់ជាដឹងហើយថៃនៅពេលដែលមានប្រជាពលរដ្ឋខ្មែរភៀសខ្លួនមកនៅតាមជំរំហ្នឹងគាត់ចាប់មានការបារម្ភថាកងពលរដ្ឋខ្មែរអាចចូលមកនៅក្នុងទឹកដីថៃហើយដូច្នេះដើម្បីការពារគាត់បានជីកបន្លាយទឹកនិងលើកទំនប់បន្លាយទឹកប្រហែលជាខ្ទង់ជិត10ម៉ែត្រអីដែរទៅដឹងហើយជម្រៅប្រហែលជា2ឬក៏3ម៉ែត្របាទគឺធ្វើតាមកង្វត្តព្រំដែនទាំងអស់បាទហើយបើតាមយើងដឹងនៅទីនោះពេលនោះគឺថាថៃមានបំណងពីរក្នុងការលើកទំនប់ជីកបន្លាយតាមកង្វត្តព្រំដែនហ្នឹងគឺទី1គឺដើម្បីទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរចូលទៅទី2ដើម្បីកំណត់ព្រំដែនថានេះទឹកដីថៃខាងនេះហើយដើម្បីការពារកុំឲ្យកងទ័ពវៀតណាមដែលកំពុងគ្រប់គ្រងប្រទេសកម្ពុជាអញ្ចឹងបានន័យថាគាត់យកបន្លាយហ្នឹងធ្វើដូចជាបន្ទាត់កន្លែងព្រំដែនរបស់គាត់អញ្ចឹងបាទពីមកខាងកើតបន្លាយគឺដីខ្មែរខាងលិចបន្លាយគឺដីគាត់អាចនិយាយបានទេបាទបញ្ចេញបាទបន្លាយហ្នឹងពីភូមិថៃមកប្រហែលជាជិត3គីឡូម៉ែត្របាទជិត3គីឡូម៉ែត្រពីភូមិថៃមកហើយបានបន្លាយទឹកនឹងទំនប់នឹងហើយពីទំនប់នឹងបន្លាយនឹងទៅដល់ជំរុំទាំងឡាយនៅតាមព្រំដែនហ្នឹងគឺមានប្រវែងប្រហែលពីបន្លាយទៅភូមិថៃដែរហើយ2ទៅ3គីឡូម៉ែត្របាទហើយរៀងរាល់រដូវប្រាំងកងទ័ពវៀតណាមតែងតែចាប់ពីឆ្នាំ1980ឡើងទៅកងទ័ពវៀតណាមតែងតែបើកប្រតិបត្តិការសឹកវាយប្រហារតាមជំរំហ្នឹងដើម្បីកម្ចាត់កងទ័ពអ្នកតស៊ូបាទកងទ័ពអ្នកតស៊ូនៅពេលនោះគឺមានលោកតាសឿនសានមានខ្មែរក្រហមមានសម្ដេចកងទ័ពសម្ដេចសីហនុនិយមបាទនៅពេលដែលកងទ័ពវៀតណាមវាយម្ដងហ្នឹងគឺចេះខ្ញុំចង់សួរចេះវិញបាទឥឡូវលោកជីវតាបាទពេលបន្លាយហ្នឹងរងថ្ងៃហ្នឹងនៅកន្លែងណានៅចម្ងាយប្រមាណពីភូមិដែលប្រជាពលរដ្ឋខ្មែររស់នៅសប្តាហ៍ថ្ងៃនេះលោកបានដឹងទៅណានិយាយការពិតទៅខ្ញុំខានបានទៅយូរហើយតែទីនោះខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាបន្លាយនឹងនៅទីណាអីទេក៏ប៉ុន្តែពីជាពីព្រោះឥឡូវសំកាត់លោកពេទ្យពីព្រោះខ្ញុំមានបងម្នាក់ដែលគាត់ធ្លាប់រស់នៅជំរំនងចាន់ហ្នឹងដែរគាត់ប្រាប់ខ្ញុំថាបន្លាយហ្នឹងនៅក្នុងដីថៃនៅខាងក្រោយនោះទៀតមិនមែនមកនៅកន្លែងភូមិប្រជាពលរដ្ឋហ្នឹងទេនៅឆ្ងាយពីហ្នឹងទៀតបាទបើសិនជើញតទៀតចឹងបាទប្រសិនបើពលរដ្ឋខ្មែរនៅលើទឹកដីថៃដោយថៃគាត់បានអះអាងឥឡូវនេះខាងថៃគាត់តែងតែបានអះអាងថាពលរដ្ឋដែលរស់នៅតំបន់នងច័ន្ទហ្នឹងគឺបានរំលោភយកដីថៃនៅលើទឹកដីថៃហើយជាការល្មើសគុណដោយសារថាការពួកគាត់មករស់នៅលើជំរំនោះគឺក្នុងជំរំតំបន់នងច័ន្ទនោះគឺខាងថៃចិត្តល្អជួយសន្តោសប្រណីឲ្យរស់នៅបាទ
ហើយឥឡូវហ្នឹងបាត់ទៀមទាថាដីខ្មែរសំដួលយើងសួរចេះវិញសួរថាតើភាគីថៃគាត់សុខចិត្តឲ្យពលរដ្ឋខ្មែរនៅលើទឹកដីថៃឬអត់នៅពេលនោះនៅពេលយើងអាចមើលបញ្ជាក់អញ្ចេះដូចខ្ញុំបានជម្រាបបាញ់មិញហ្នឹងចាប់ពីឆ្នាំ1980ឡើងទៅរៀងរាល់រដូវប្រាំងហ្នឹងកងទ័ពវៀតណាមចាប់វាយតាមជំរំហើយប្រសិនបើជំរំទាំងអស់នោះរួមទាំងជំរំនងច័ន្ទផងជាទឹកដីថៃតើកងទ័ពថៃរដ្ឋាភិបាលថៃសុខចិត្តទេសុខចិត្តនៅស្ងាត់វាយចូលដៃខ្លួនទេបាទនៅស្ងាត់ស្ងៀមទេនៅពេលដែលកងទ័ពវៀតណាមវាយតាមជំរំនោះហើយដែលទៅជំរំនោះថៃថាជារបស់គាត់បាទខ្ញុំនៅពេលដែលកងទ័ពវៀតណាមវាយអីហ្នឹងគឺខ្ញុំមិនដែលឮថាថៃស្រែកប្រកាសប្រាប់អន្តរជាតិថាវៀតណាមវាយលើកចូលទឹកដីខ្ញុំហើយតាមជំរំហ្នឹងទឹកដីខ្ញុំទេយើងអត់ដែលឮអញ្ចឹងទេបាទអត់ដែលឮអញ្ចឹងទេជាពិសេសកាលនោះមានប្រតិបត្តិការរដូវប្រាំងឆ្នាំ1984 1985ពេលនៅខាងវៀតណាមវាយខ្លាំងបាទវាយខ្លាំងជំរំយើងមានជំរំច្រើនខ្ញុំនិយាយតែជំរំនងច័ន្ទមួយគឺវាយ3ដងវាយឆ្នាំ81 83និង84ហើយឆ្នាំ84ហ្នឹងគឺជាចុងក្រោយគឺថាជំរំនងច័ន្ទហ្នឹងលែងអង្គការសហជីវជាតិចាប់ដឹកប្រជាជនចេញពីតំបន់នោះព្រោះចេះនៅពេលដែលវៀតណាមវាយម្ដងហ្នឹងប្រជាពលរដ្ឋរត់មកអ្នកខ្លះរត់ទៅខាងព្រៃច័ន្ទអ្នកខ្លះរត់ទៅខាងអូ3ជាន់អីចឹងទៅអ្នកខ្លះរត់ទៅតាមជំរំថ្មីអីចឹងទៅហើយភាគច្រើនគឺរត់មកខាងរត់ចង់ចូលដីថៃទៅតាមទំនប់បលាយហ្នឹងឯងបាទបលាយនៅពេលហ្នឹងយើងឃើញថាកងទ័ពថៃគេឈរតាមទំនប់បលាយមិនឲ្យយើងចូលទេបាទព្រោះអានោះវាទឹកដីថៃបាទអានេះសម្រាប់នងច័ន្ទនៅពេលនោះនៅពេលចុងក្រោយនោះអង្គការសហជីវជាតិក៏ចាប់ដឹកប្រជាពលរដ្ឋនៅតំបន់នងច័ន្ទទៅជំរំផ្សេងជាពិសេសទៅរស់នៅជំរំខ្សែធូបាទបទពិសោធន៍របស់ខ្ញុំនៅដូចខ្ញុំបានជម្រាបខាងដើមគឺខ្ញុំរស់នៅជំរំថ្មីគឺជំរំប្រតិសែនហ្នឹងនៅពេលដែលកងទ័ពវៀតណាមវាយជំរំខ្ញុំឆ្នាំ1985ខែ12ឆ្នាំ1985ហ្នឹងគឺខ្ញុំរត់គឺវៀតណាមវាយតែចិត្តភ្លឺវាយម៉ោង4ម៉ោង5ភ្លឺហ្នឹងគឺពួកខ្ញុំរត់ចេញរត់ពីក្របផ្លោងធំចូលមករត់ទៅណាគឺរត់ទៅខាងថៃហ្នឹងឯងហើយរត់ទៅដល់ទំនប់បលាយហ្នឹងដែលគេបានជីកហើយហ្នឹងថៃបានជីកហើយហ្នឹងថៃបានឈរយាមមុនដំបូងអត់ឲ្យយើងចូលទេប៉ុន្តែមួយសន្ទុះក្រោយមកគឺឲ្យយើងចូលយើងនាំនេះចុះបលាយហើយឡើងទំនប់ចូលទៅដល់ដីថៃហើយយកទៅដល់ថៃសម្រាប់អ្នកដែលនៅជុំប្រទេសសែនដឹងហើយយើងចូលទៅខាងនោះគឺអង្គការសហជីវជាតិគាត់ដឹងថាវៀតណាមគាត់នឹងវាយជំរំប្រទេសសែនអញ្ចឹងគាត់បានរៀបចំជំរំបណ្ដោះអាសន្នមួយទៀតហៅថា Red Hill ឬក៏ទួលក្រហមគេរៀបចំឲ្យមានទឹកឲ្យមានរោងពេទ្យរោងអីហើយពេលនោះខ្ញុំធ្វើការពេទ្យផងហ្នឹងគឺពីបានឆ្លងទៅខាងនោះក៏ទៅនៅជំរំហ្នឹងរៀបចំកន្លែងធ្វើការងារសង្គ្រោះពលរដ្ឋខ្មែរដែលត្រូវរបួសហើយនឹងកងទ័ពអ្នកតស៊ូហ្នឹងទៅព្យាបាលនៅទីនោះបាទហើយអា Red Hill ជំរំ Red Hill ទួលក្រហមហ្នឹងឯងជាអាហ្នឹងនៅក្នុងទឹកដីថៃមែនព្រោះនៅខាងនោះទំនប់បាទសូមអរគុណលោកចានបានរៀបរាប់ពីសារបាននៃការកកើតជាជំរំការរស់នៅហើយនឹងការវិបហារបស់ខាងភាគីវៀតណាមហើយនឹងការដែលថៃធ្វើយ៉ាងម៉េចនៅពេលដែលរឿងនេះកើតឡើងបាទអញ្ចឹងនេះគឺជាការមួយផ្ដល់គេថាជាសាក្សីរស់មួយបន្ថែមទៀតទៅដល់ប្រិមិត្តដែលកំពុងតែស្ដាប់ការជជែកគ្នាពិភាក្សាគ្នាក្រៅប្រការរវាងខ្ញុំជាមួយនឹងលោកជីវិតាជារៀមច្បងជាមិត្តភក្តិចាស់បាទដែលស្គាល់គាត់យូរហើយគាត់ចែករំលែកកន្លែងចំណុចនេះបាទឥឡូវលោកជីវិតានិយាយភាសាថៃក៏បានហើយបានតាមដានឯកសារមួយចំនួនរបស់ថៃតើលោកអាចបញ្ជាក់បានថាមានមន្ត្រីថៃដែលធ្លាប់ទទួលស្គាល់ថានឹងដីរបស់ខ្មែរទេពីព្រោះឥឡូវនេះមានប្រិមិត្ត
សួរថាកុំហៅនងច័ន្ទហៅព្រៃច័ន្ទអីចឹងណាបាទមិនដឹងជាឈ្មោះនឹងដូរពេលណាខ្ញុំក៏មិនបានដែរបើសិនជាលោកអាចដឹងអាចប្រាប់បានក៏បានបើមិនបានទេក៏មិនអីដែរប៉ុន្តែអ្វីដែលខ្ញុំចង់ដឹងច្បាស់នោះតើមានមន្ត្រីថៃរូបណាទេដែលបានទទួលស្គាល់ថាតំបន់ព្រៃច័ន្ទឬក៏នងច័ន្ទនោះជាទឹកដីរបស់ខ្មែរនោះបាទបើនងច័ន្ទផ្សេងព្រៃច័ន្ទផ្សេងគឺពីរផ្សេងគ្នាបាទអូបាទជោគជ័យគេហៅជោគជ័យភូមិជោគជ័យយើងហៅជោគជ័យណាបងយើងហៅយើងភូមិយើងហៅជោគជ័យប៉ុន្តែនៅខាងជំរំមួយគឺទល់មុខខាងភូមិថៃមួយជំរំនងច័ន្ទនៅពេលនោះគឺឈ្មោះនងច័ន្ទហ្នឹងជំរំជនភៀសខ្លួនហ្នឹងនៅខាងភូមិថៃគេហៅភូមិបាននងច័ន្ទហើយជំរំថ្មីនៅទល់មុខភូមិថៃគឺគេហៅភូមិនងសមេតហើយជំរំចាស់ក្រោយមករលាយបាត់ហ្នឹងគឺខាងភូមិឈ្មោះភូមិថៃគេហៅភូមិម៉ាក់មូនបាទងាកមកសំណួររបស់លោកម៉ែកំសែងតកតងតើមន្ត្រីជាន់ខ្ពស់ថៃណាមួយដែលបាននិយាយថាទឹកដីថៃទឹកដីនៅនងច័ន្ទដែលជនភៀសខ្លួនធ្លាប់ខ្លួននៅនោះគឺមិនមែនស្ថិតនៅក្នុងទឹកដីថៃទេនោះបាទក្នុងអំឡុងឆ្នាំ2008និងឆ្នាំ2011នោះលោកប្រវិតវង្សសវណ្ណលោកជារដ្ឋអតីតរដ្ឋមន្ត្រីការពារជាតិដ៏មានឥទ្ធិពលមួយរូបលោកបានឆ្លើយទៅនឹងអ្នកកសែតដែលที่เขมรก็อยู่นะបាទតើតំបន់នងច័ន្ទនឹងស្ថិតក្នុងទឹកដីថៃឬទឹកដីកម្ពុជាបាទនៅពេលនោះនៅក្នុងនៅចំពោះលោកមុខនាយករដ្ឋមន្ត្រីថៃលោកអភិសិទ្ធជីវៈហ្នឹងវិជ្ជាជីវៈបាទជាអតីតរដ្ឋមន្ត្រីការពារលោកប្រវិតវង្សសវណ្ណហ្នឹងគាត់ឆ្លើយថានងច័ន្ទគឺទឹកស្ថិតក្នុងទឹកដីកម្ពុជាបាទដោយវីដេអូคลิปនេះបានបង្ហាញបាទខ្ញុំសូមចាក់คลิปវីដេអូហ្នឹងដើម្បីឲ្យប្រិយមិត្តបានឃើញហើយលោកជីវតាគាត់បកប្រែជាអក្សរខ្មែរជូនតែម្ដងพื้นที่ที่เขมรก็อยู่นั่นแล้วอยู่ตั้งแต่ปี20แล้วก็เป็นพื้นที่ที่ค่อนข้างเห็นว่าเป็นพื้นที่ที่กำหนดว่าเป็นพื้นที่ของกัมพูชาว่าเป็นพื้นที่ของกัมพูชานะครับพื้นที่แล้วก็หลังจากเราสำรวจปี49ก็ส่วนหนึ่งก็คือหลักเขตเนี่ยเป็นหลักเขตที่ไทยแล้วก็ยอมรับว่าตรงนี้เป็นของกัมพูชาชมใช่ชุมชนบ้านหลวงจันทร์បាទអញ្ចឹងគឺគាត់បាននិយាយថាច្បាស់ថាគឺជាបាទរបស់គឺជារបស់ស្ថិតនៅក្នុងទឹកដីលោកអាចបញ្យល់កន្លែងនោះបន្ថែមទៀតបាទសូមជឿបាទលោកប្រវិតវង្សសវណ្ណហ្នឹងគាត់ជាអតីតរដ្ឋមន្ត្រីការពារជាតិហើយគាត់ជារដ្ឋមន្ត្រីការពារជាតិនៅពេលនោះគាត់តាមព្រំដែនកម្ពុជាខ្មែរថៃគាត់ស្គាល់ច្បាស់ណាស់ហើយគាត់បានឆ្លើយទៅនឹងចំនួនអ្នកកសែតដែលកំពុងនៅអង្គុយជុំមុខចំពោះនាយករដ្ឋមន្ត្រីរបស់គាត់គឺលោកអភិសិទ្ធហ្នឹងថាទឹកដីនងច័ន្ទហ្នឹងគឺតំបន់នងច័ន្ទហ្នឹងគឺជារបស់កម្ពុជាបាទសូមអរគុណចាំមានមន្ត្រីណាមួយទៀតទេបាទមន្ត្រីមួយទៀតគឺយើងអាចដឹងទាំងអស់គ្នាហើយថ្មីហ្នឹងក្រោយពីមានការផ្ទុះអាវុធនៅខាងតំបន់แต่ที่สถานที่สองจานนะครับในการสิทธิของអភិបាលខេត្តស្រះកែវប្រទេសថៃហ្នឹងគាត់បាននិយាយថានងច័ន្ទហ្នឹងមិនដែលមានឯកសារនៅក្នុងខេត្តគាត់ទេពលរដ្ឋនៅទីនោះហ្នឹងក៏មិនដែលមានកម្មសិទ្ធិមានលេខផ្ទះលេខអីនៅក្នុងស្រុកថៃដែរដូច្នេះគាត់ចង់សម្ដៅថាតំបន់នោះគឺជាមិនស្ថិតក្រោមរដ្ឋបាលរបស់គាត់ទេបាទមិនស្ថិតក្រោមរដ្ឋបាលរបស់គាត់ទេបាទចឹងខ្ញុំសូមចាក់នេះជូនប្រិមិត្តដើម្បីឲ្យបានដឹងផងដែរគឺលោកជីវតាលោកបានរៀបចំជូនប្រិមិត្តพื้นที่สถานที่สองจานนะครับในตามสิทธิของที่ดินเนี่ยเราได้ตรวจสอบแล้วก็ไม่มีเอกสารสิทธิ์นะครับไม่มี2/1ไม่มี2/3ทั้งนั้นนะครับแล้วก็สภาพพื้นที่เนี่ยจะเป็นพื้นที่ป่านะครับการอยู่อาศัยนั้นทางการไทยไม่ได้ออกบ้านเลขที่ให้นะครับการใช้ไฟฟ้าก็ไม่ได้ใช้ไฟฟ้าไทยนะครับที่ต้องขอยืนยันนะครับแล้วก็เรื่องของการให้สัญชาติเราก็ไม่ได้ให้สัญชาติคนที่อยู่ในนั้น
បាទ បាទសូមអរគុណលោកជីវតាដែលបានរៀបចំនឹងឥឡូវសូមបញ្យល់បន្ថែមទៀតដើម្បីជាពាក្យសម្រាយវិញឲ្យប្រិយមិត្តបានយល់បន្ថែមកន្លែងនោះផងបាទ ជាខ្លីលោកអភិបាលខេត្តស្រះកែវលោកថាតំបន់កំពុងមានចំនួនហ្នឹងគឺមិនស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ថៃទេបាទឧទាហរណ៍លោកថាលោកមិនដែលមានឯកសារខាងខេត្តមិនដែលមានឯកសារកម្មសិទ្ធិដីធ្លីនោះទេហើយអ្នកដែលរស់នៅទីនោះក៏មិនដែលស្ថិតនៅក្រោមថៃដែររដ្ឋបាលថៃដែរមិនមានលេខផ្ទះមិនមានกระดาษស្នាមពីថៃទេហើយសូម្បីតែភ្លើងអគ្គិសនីអីហ្នឹងក៏ខាងថៃមិនបានផ្ដល់ឲ្យដែរបាទហើយរឿងសញ្ជាតិរឿងអីហ្នឹងគឺអត់មានសញ្ជាតិថៃអត់ថៃខាងគាត់មិនដែលបានផ្ដល់សញ្ជាតិអីទេបាទសូមអរគុណ បាទលោកអញ្ចឹងក៏ប៉ុន្តែលោកអភិបាលខេត្តរូបនេះគឺលោកឈ្មោះបរិញ្ញាពុទ្ធិស័ក្តិក្រោយមកគឺក្រោយពីមានការដាក់សម្ពាធពីពួកក្រុមថៃជាតិនិយមខ្លាំងហ្នឹងហើយពីខាងភាគីកងទ័ពពីផងហ្នឹងគឺគាត់បានបដូរសម្ដីរបស់គាត់វិញគាត់ថាតំបន់ហ្នឹងគឺជារបស់ថៃហើយឥឡូវហ្នឹងគាត់បាក់ហើយភ្លាមហ្នឹងគឺគាត់បានអំពាវនាវឲ្យពលរដ្ឋថៃហ្នឹងដាក់ពាក្យសុំកាន់កាប់ទីនោះហើយខាងគាត់នឹងចេញកម្មសិទ្ធិដីធ្លីអញ្ចឹងហើយបើទៅមានប៉ាយប្រកាសពមៀនផ្ដល់ដាក់ប្រសានវិទ្យាឲ្យពលរដ្ឋខ្មែរចេញពីតំបន់នងច័ន្ទហើយនឹងប្រច័ន្ទនេះបាទបើយើងនិយាយភាសាសាមញ្ញតែថានេះទៅដូចរបៀបដូចជ័យភ័ណ្ឌទៅបានថ្មីចឹងមកយកមកដាក់ពាក្យមកចែកគ្នាណាមកយកពីខ្មែរវិញបាទសូមអរគុណដូច្នេះឥឡូវនេះយើងងាកទៅលើទស្សនវិជ្ជាផ្លូវច្បាប់វិញបាទតើនៅពេលដែលប្រើច្បាប់ថៃមកលើកម្ពុជាហើយទៅលើទឹកដីដែលនៅមានចំនួនគ្នាអញ្ចឹងតើទស្សនវិជ្ជាផ្លូវច្បាប់ដែលយើងឃើញថាមានការប្រើផែនទីមួយលើຂະຫນាត200,000មួយលើຂະຫນាត50,000អញ្ចឹងដូច្នេះលោកអាចបញ្យល់បន្ថែមទៀតទៅលើនឹងពីលើទស្សនវិជ្ជាផ្លូវច្បាប់នោះដើម្បីឲ្យប្រិយមិត្តក៏បានដឹងបន្ថែមទៀតដោយជាពាក្យសាមញ្ញពីព្រួយលោកជីវិតាជាអ្នកជំនាញច្បាប់ខ្ញុំដឹងតាំងពីលោកមុនធ្វើសារព័ត៌មាននៅខាង Asia Foundation ហ្នឹងខ្ញុំជាទីដែលខ្ញុំស្គាល់លោកដំបូងហ្នឹងបាទដូច្នេះប៉ុន្តែឥឡូវចង់ឲ្យលោកនិយាយក្នុងន័យពាក្យសាមញ្ញក៏បើពាក្យបច្ចេកទេសខ្លាំងពេកសូមជឿបាទសូមបញ្ជាក់ថាខ្ញុំមិនមែនអ្នកជំនាញខាងផែនទីអីទេក៏ប៉ុន្តែដោយបងប្អូនទាំងអស់គ្នាដែរបានតាមដានអំពីផែនទីឥឡូវនេះកំពុងមានភាពចម្រូងចម្រាសខាងភាគីថៃជាពិសេសយោធាមិនមែនរដ្ឋាភិបាលទេគឺយោធាដែលជាអ្នកចាប់ផ្ដើមចង់ទាមទារប្រើប្រាស់ផែនទី1លើ50,000ຂະຫນាត1លើ50,000រីឯកម្ពុជាទាមទារប្រើផែនទីຂະຫນាត1លើ200,000តើផែនទីទាំងពីរនេះខុសគ្នាយ៉ាងម៉េចបាទទី1ដោយបានជម្រាបគឺផែនទី1លើ50,000ហ្នឹងគឺជាការចង់បានរបស់យោធាហើយយោធាថៃគឺជាអ្នកបង្កើតបាទហើយផែនទីຂະຫນាត1លើ200,000ដែលកម្ពុជាចង់ប្រើប្រាស់នេះគឺជាផែនទីមាននៅក្នុងអនុសារណៈMOU ឆ្នាំ2000យល់ព្រមចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរគឺការនោះគឺរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីឈុនលីផៃបាទហើយຂະຫນាត1លើ50,000នេះគឺខុសគ្នាយ៉ាងម៉េចនៅຂະຫນាតផែនទី1លើ50,000នេះគឺនៅលើផែនទីនៅលើกระดาษហ្នឹង1មីលីម៉ែត្រ1មីលីម៉ែត្រនៅលើផែនទីគឺស្មើនឹង500ម៉ែត្រនៅលើផែនដីបាទហើយផែនទីຂະຫນាត1លើ200,000គឺ1មីលីម៉ែត្រនៅលើផែនទីគឺស្មើនឹង2គីឡូម៉ែត្រនៅលើផែនដីបាទដូច្នេះការវាស់វែងខុសគ្នាតែបន្តិចនៅលើផែនទីគឺអាចខុសគ្នាច្រើននៅលើផែនដីបាទអញ្ចឹងហើយទើបមានការគេមានការប្រយ័ត្នប្រយែងណាស់ហើយឥឡូវនេះគឺខាងភាគីថៃជាពិសេសខាងកងទ័ពនឹងចង់ប្រើ1លើ50,000នឹងឯងបាទ
ដោយគេគិតថាបើសិនជាប្រើប្រាស់ផែនទី1លើ200,000ដែលខ្មែរចង់ប្រើហើយផែនទីដែលខ្មែរចង់ប្រើហ្នឹងវាសមស្របទៅនឹងសមស្របទៅនឹងសន្ធិសញ្ញាបណ្ដាញសៀមផងបាទដូច្នេះថៃយល់ថាអាចនឹងធ្វើឲ្យថៃបាត់បង់អាចនឹងឧទាហរណ៍នៅជំនុំនងច័ន្ទហ្នឹងដែលថៃទាមទារប្រើ50,000ហ្នឹងគេគិតថាបើសិនជាមួយលើ50,000ហ្នឹងគឺធ្វើឲ្យទឹកដីជំនុំនងច័ន្ទអីហ្នឹងគឺមកស្ថិតមកលើទឹកដីថៃអានេះតាមក្រមពួកអ្នកជាតិនិយមថៃគេអាងបាទហើយមួយទៀតគេអាងថាផែនទី1លើ50,000ដែលភាគីថៃយោធាថៃគូដោយឯកតោភាគីហ្នឹងដោយខ្លួនឯងហ្នឹងគឺគេអះអាងថាជាផែនទីទំនើបអាចមើលឃើញច្បាស់ព្រោះធ្វើនៅក្នុងសម័យទំនើបមាន GPS អីចឹងទៅឃើញបឹងឃើញបួរអូអីព្រៃអីច្បាស់តែថៃនឹងគឺឯកតោភាគីទេណាសូមតាមរូបគឺថាទី1ឯកតោភាគីហ្នឹងមិនមែនជារដ្ឋាភិបាលទេគឺពួកយោធាទៀតបាទបើសិនជើងបន្តរហូតមកដល់ពេលនេះមិនទាន់មានកន្លងមកនឹងមិនទាន់មានរដ្ឋាភិបាលថៃណាមួយទាមទារឲ្យប្រើផែនទីខ្នាត1លើ50,000នោះទេបាទទើបតែពេលមានចំនួននេះពេលជាមួយយោធាថៃនេះបាទហើយយើងឃើញដោយលោកម៉ែកំសែងលើកឡើងនោះគឺថាលោកអនុทิនវរៈគុណនឹងឆាងវរៈគុណនឹងគឺគាត់កំពុងតែចង់លុបផែនទី1លើ200,000ដែលខ្មែរចង់បាននោះបាទអញ្ចឹងបើដឹងថាខ្មែរយើងគឺមិនទទួលយកហ្នឹងណាផែនទី1លើ50,000របស់ថៃនោះទេណាបាទដែលមានហេតុផលជាច្រើនឥឡូវនេះយើងចូលដល់ចំណុចចុងក្រោយនេះគឺលោកអនុทิនបាទលោកអនុทิនគឺគាត់ខិតខំជំរុញយ៉ាងណាឲ្យមានការលុប MOU ជាមួយនឹងកម្ពុជាដោយទៅតាមទំនោរទៅលើជាតិនិយមក្រមជាតិនិយមរបស់ថៃហ្នឹងហើយគាត់ថាដូចជាបោះបាល់ទៅប្រជាពលរដ្ឋវិញថាតើសម្រាប់យ៉ាងណាគឺនឹងស្ដាប់តាមមតិរបស់ប្រជាពលរដ្ឋក្នុងពេលជាមួយគ្នានឹងដែរគឺគណៈបកភឿថៃដែលពីមុនកាន់អំណាចឥឡូវជាបកប្រឆាំងវិញហ្នឹងជាពិសេសលោកស្រីចាយីកាណាដែលជាអតីតទីប្រឹក្សារបស់ក្រសួងការបរទេសរបស់ថៃហ្នឹងបាននិយាយប្រាប់សារព័ត៌មានថានឹងធ្វើឲ្យថៃខាតប្រយោជន៍ទៅវិញទេពីព្រោះMOU 2001ហ្នឹងធ្វើឲ្យជាពិសេស2000ចុះ2000ដែលសំដៅទៅលើការវាស់វែងខណ្ឌសីមាដែនគោក2001ទៅលើដែនទឹកឥឡូវយើងនិយាយទៅ2000សិនចុះ2000លើដែនគោកហ្នឹងគឺអាចនឹងធ្វើឲ្យថៃបាត់បង់ប្រយោជន៍ហើយដោយឡែកអ្នកជំនាញរបស់ថៃហ្នឹងក៏គាត់និយាយថាតែអ្នកជំនាញផែនទីដោយតែអ្នកជំនាញខាងនយោបាយបាទនយោបាយហ្នឹងគាត់ថាតំណែងអន្តរជាតិអីហ្នឹងបាទគាត់ថាបើសិនជាលុបចោលក៏ត្រូវតែមានឲ្យតើចូលលើមូលដ្ឋានអ្វីដើម្បីឲ្យយកមកប្រើក្នុងការបោះវែងជាមួយនឹងកម្ពុជាទី2ក៏ត្រូវឲ្យកម្ពុជាដឹងកម្ពុជាព្រមទទួលបានដែរមិនមែនធ្វើតែខ្លួនឯងហើយអត់ទៅចូលលើមូលដ្ឋានអីទេចុះលោកជីវតាយល់យ៉ាងម៉េចដែរចំពោះចំណាត់ការរបស់ថៃនៅពេលនេះបាទលោកឯកកំសែងលើកចំចំណុចល្អដែលខ្ញុំចង់និយាយដែរហ្នឹងការពិតទៅខាងថៃពួកខាងអ្នកជំនាញហើយនឹងអ្នកនយោបាយមួយចំនួនគេអត់ចង់លុបទេគេអត់ចង់លុបចោល MOU ឆ្នាំ2000ហ្នឹងទេដើម្បីកុំឲ្យច្រឡំគឺ MOU ខ្មែរយើងហៅ MOU ឆ្នាំ2000ខាងថៃគេហៅថា MOU 43ហេតុអីបាន43គឺគេប្រើនៅគេប្រើឆ្នាំពុទ្ធសករាជគឺ43ហើយដូច្នេះឆ្នាំយើងហៅ2000បាទគេអត់ចង់លុបទេហេតុអីដោយសារថាអញ្ចេះថាប្រសិនបើលុបនឹងគឺនឹងបាននឹងនាំឲ្យកម្ពុជាយកលេសនៅពេលមានចំនួនព្រំដែននឹងគ្នាកម្ពុជានឹងលើករឿងនឹងឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ព្រោះនៅក្នុងមាត្រា1នៅក្នុងមាត្រា1ក្នុងMOU ឆ្នាំ2000ហ្នឹងគឺបាននិយាយថានៅពេលដែលមានប្រទេសទាំងពីរមានចំនួននឹងគ្នាគឺការបកស្រាយការដោះស្រាយហ្នឹងនឹងដោះស្រាយជាមួយគ្នាដោយសន្តិវិធីបាទដូច្នេះប្រសិនបើលុបចោលគឺថាគេគិតថាខ្មែរចំណេញ
ចំណេញដោយសារអីគឺអាចពេលនោះលែងមានស្អីជាមូលដ្ឋានក្នុងការដោះស្រាយអាចខ្មែរថាអត់ចង់ដោះស្រាយមួយភាគីថៃជាភាគីទេនឹងយកទៅ ICJ បាទដូច្នេះMOU ឆ្នាំ2000ហ្នឹងបានចែកអញ្ចឹងមាត្រា8ហ្នឹងចែកថានៅពេលមានចំនួននឹងគ្នាគឺព្យាយាមដោះស្រាយដោយសន្តិវិធីនៅគូភាគីនេះបាទតន់ចំណុចហ្នឹងណាបាទចឹងបាទចាំបានន័យថានិយាយភាសាសាមញ្ញជូនប្រិមិត្តគឺបានន័យថា MOU ហ្នឹងជាការកំណត់បាទថាពេលដែលមានបញ្ហាអីហ្នឹងគឺយើងត្រូវនិយាយគ្នាយ៉ាងម៉េចប្រយុទ្ធការយ៉ាងម៉េចក៏ប៉ុន្តែបើអត់ MOU នឹងទេបើតាមលោកជីវតាបកស្រាយគឺដូចជាបើកច្រកឲ្យខ្មែរយករឿងហ្នឹងទៅតុលាការអន្តរជាតិហើយពេលហ្នឹងតែតុលាការអន្តរជាតិគឺត្រឡប់មកឯកសារដើមវិញហើយបាទគឺឯកសារមួយលើ200,000បានន័យថាគាត់ឲ្យយើងនិយាយមកឯកសារមួយលើ200,000ហ្នឹងកម្ពុជាជោគជ័យមួយជំហានបាទហើយពីព្រោះថៃមិនព្រមចង់ប្រើខ្មែរចង់ប្រើហ្នឹងហើយបើកាលណាអត់មានអាហ្នឹងគឺត្រឡប់មកឯកសារដើមណាមែនទេបាទសូមជឿបន្តឬក៏ខ្មែរនិងកម្ពុជាអាចនឹងយល់ព្រមអីមួយទៀតហើយកម្ពុជាអាចនឹងចែងនៅក្នុងការយល់ព្រមគ្នានោះថាបើមានចំនួនគឺត្រូវទៅ ICJ អញ្ចឹងទៅបាទលើកនេះលេខទ្វេភាគីដូចថៃចង់បានណាបាទអញ្ចឹងអរគុណលោកជីវតាចាន់តើមានអ្វីបន្ថែមទៀតទៅលើបញ្ហានេះដែលលោកចង់ដាក់ឲ្យចេញពីបេះដូងពីទឹកចិត្តដែលចង់ចែករំលែកឲ្យប្រិមិត្តតែម្ដងហើយដូចប្រិមិត្តបានដឹងហើយលោកជីវិតានិងខ្ញុំស្គាល់គ្នាយូរហើយខ្ញុំរាប់អានគាត់ជារៀមច្បងតាំងពីយូរមកហើយខ្ញុំគោរពគាត់ជារៀមច្បងហើយថ្ងៃនេះគាត់ចូលមកហ្នឹងគឺដោយចង់ចែករំលែកនៅអ្វីដែលគាត់ដឹងគាត់មាននៅក្នុងខ្លួនគាត់ថាមិនអាចនឹងទុកចោលបានទេដូចដែលគាត់មានកណិតដូចខ្ញុំហ្នឹងគឺថានៅពេលដែលពលរដ្ឋយើងត្រូវការពន្លឺគាត់ចូលរួមផ្ដល់ពន្លឺទៅតាមអ្វីដែលគាត់បានទទួលបានអញ្ចឹងដូច្នេះសង្ឃឹមថាប្រិយមិត្តអាចទទួលយកបាននៅអ្វីដែលជាការចែករំលែករបស់លោកជីវិតាតកតងនឹងបញ្ហាដែលកើតឡើងនៅពេលបច្ចុប្បន្ននេះបាទអញ្ចឹងជាចុងក្រោយលោកជីវិតាមានអីបន្ថែមជូនប្រិយមិត្តបាទសូមជួយមានចំណុចមួយទៀតខ្ញុំចង់ចែករំលែកការយល់ឃើញរបស់ខ្ញុំតកតងនឹង MOU ឆ្នាំ2000នេះមានការយល់ឃើញការលើកឡើងខុសប្លែកគ្នាថាថៃមិនអាចលុបចោល MOU នេះទេហើយអ្នកខ្លះថាថៃអាចលុបបានព្រោះវាជា MOU វាជាអនុសារណៈនៃការយោគយល់គ្នាវាមិនមែនជាច្បាប់ស្មើនឹងច្បាប់រដ្ឋសភាឬក៏ជាសន្ធិសញ្ញាអីទេអញ្ចឹងMOU វាអាស្រ័យទៅលើខ្លឹមសារទៅលើស្មារតីនៃការចែងនៅក្នុង MOU នោះដូច្នេះ MOU អាចជាមានចំណងផ្លូវច្បាប់ឬក៏ជាមានតម្លៃជាគតិយុត្តនៅពេលណាដែលចំណុចទាំងឡាយឬក៏ខ្លឹមសារទាំងឡាយដែលចែងនៅក្នុង MOU នោះចងភ្ជាប់ភាគីដែលបានទទួលស្គាល់និងចុះហត្ថលេខាលើ MOU នោះបាទហើយអញ្ចឹងយើងមើល MOU ឆ្នាំ2000នេះតើមានចំណងផ្លូវច្បាប់ប៉ុណ្ណាបាទយើងមើលសេចក្តីថ្លែងហេតុឬក៏គោល MOU នីមួយគេពិនិត្យមើលចំណុចសេចក្តីថ្លែងហេតុអំពីគោលបំណងតើមានការបដិញ្ញាប៉ុណ្ណារវាងភាគីទាំងពីរគេមើលនៅពាក្យពេចន៍ជាក់លាក់ពាក្យពេចន៍ច្បាប់ដូចគេប្រើថាត្រូវតែឬក៏មានកាតព្វកិច្ចធ្វើអីអញ្ចឹងបាទហើយនៅពេលមានចំនួនគឺដោះស្រាយតាមរបៀបណាគឺគេចែកជាក់លាក់ទាំងអស់នឹងឯងធ្វើឲ្យភ្ជាប់ភាគីទាំងពីរនៅចំណងផ្លូវច្បាប់បាទហើយមួយវិញទៀតថាតើភាគីទាំងពីរMOU នោះគឺមានផលប្រយោជន៍ចែករំលែកគ្នាប៉ុណ្ណាបាទហើយអនុវត្តនៅពេលណាអញ្ចឹងយើងមើលMOU ឆ្នាំ2000នេះមាន3ភាសាខ្មែរភាសាថៃភាសាអង់គ្លេសនៅពេលដែលកម្ពុជាយើងបានយល់ព្រមជាមួយភាគីថៃបាទ
ខ្ញុំមាន9មេត្រាមេត្រាទី1ជាភាសាអង់គ្លេសទេខ្ញុំគាត់ណាជួយប្រែសង្ខេបឲ្យមេត្រាទី1ចែងថាការពិនិត្យវាស់វែងព្រំដែនកម្ពុជាថៃហ្នឹងគឺត្រូវតែអនុលោមទៅតាមឯកសារខាងក្រោមនេះហើយឯកសារខាងក្រោមនេះមានស្អីឯកសារខាងក្រោមនេះគឺមានសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និង1907បាទនេះជាចំណុចសំខាន់ណាយើងអាចមើលឃើញថាMOU ឆ្នាំ2000នេះវាមានភ្ជាប់នៅតម្លៃកតេយុត្តគឺចំណងផ្លូវច្បាប់នៃពីភាគីទាំងពីរបាទគឺចែកជាក់លាក់អញ្ចឹងហ្មងគឺថាទៅយោងទៅលើស្អីដូចជាយោងទៅលើសន្ធិសញ្ញាហើយសន្ធិសញ្ញាគឺវាធំបាទសញ្ញាបារាំងសៀមបាទមានប្រិមិត្តគាត់សួរតាក់ទងថាតើថៃគាត់ចង់បានអីបាទដែលគាត់ចង់លុប MOU តើគាត់ចំណេញយ៉ាងម៉េចបាទតែរដ្ឋាភិបាលលោកអនុทินនឹងបាទខាងថៃភាគីថៃគេយល់ឃើញថាMOU ឆ្នាំ2000ហ្នឹងដូចខ្ញុំទំអានជូនមិញហ្នឹងគឺកម្ពុជាហើយនឹងថៃពេលនោះក្រមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃលោកឈុនលីផៃនោះគឺយល់ព្រមប្រើប្រាស់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ2007បាទដូច្នេះពួកថៃគេនៅពេលដែលគេនិយាយពីសន្ធិសញ្ញាបារាំងសៀមហ្នឹងពួកអ្នកថៃជាតិនិយមហ្នឹងគេអត់ចង់ទេគេស្អប់គេស្អប់បារាំងពួកហ្នឹងគេយល់ថាបារាំងហ្នឹងជាអ្នកធ្វើឲ្យគេបាត់បង់ទឹកដីបាទដីស៊ីសផុនសៀមរាបខេត្តបាត់ដំបងឯជាដើមនោះបាទអរគុណមានប្រិមិត្តគាត់ចូលជួយឲ្យយោបល់លោកសុភ័ឆាយគាត់ថា1 លើ 50,000 គឺបានន័យថា1 មីលីម៉ែត្រលើกระดาษស្មើនឹង50ម៉ែត្រលើដីទេលោកសុករីហើយនឹង1 លើ 200,000 នោះគឺបានន័យថា1 មីលីម៉ែត្រលើกระดาษគឺស្មើនឹង200ម៉ែត្រលើដីបាទចឹងមែនទេបាទឥឡូវយើងចាំពិនិត្យមើលទាំងអស់គ្នាអញ្ចឹងណាបាទគឺ2គីឡូ1 លើ 200 គីឡូវែងឆ្ងាយណាបាទដូចជា200ម៉ែត្រខ្ទង់200ហ្នឹងគឺបាទ200,000ហ្នឹងគឺទៅពី200,000 មីលីម៉ែត្រ1 មីលីម៉ែត្រស្មើនឹង200,000 មីលីម៉ែត្រ200,000 មីលីម៉ែត្រហ្នឹងស្មើនឹង200ម៉ែត្រប៉ុន្តែនឹងត្រូវជាងបាទអញ្ចឹងខ្ញុំមិនលោកសុករីមិនមែនជាអ្នកជំនាញផែនទីទេបាទអញ្ចឹងខ្ញុំថាអញ្ចឹងខ្ញុំមិនមែនជំនាញអ្នកបាទអញ្ចឹងបើជាដូចជាប្រិមិត្តបានលើកឡើងបើជាត្រូវណាចាំខែកលើសារវិញ1មីលីម៉ែត្រលើ500ហ្នឹងគឺបានន័យថា500មីលីម៉ែត្រ50000មីលីម៉ែត្រអញ្ចឹងបានន័យថា50000មីលីម៉ែត្រវាស្មើនឹង50ម៉ែត្រណាបាទអញ្ចឹងនេះបាទបើយ៉ាងម៉េចយ៉ាងម៉ាគឺទៅលើលក្ខណៈបច្ចេកទេសនេះគឺទុកឲ្យអ្នកផ្សេងយល់បកស្រាយចាបាទយើងអាចខែកលើឡើងវិញទាំងអស់គ្នាខ្ញុំអាចខុសបាទអញ្ចឹងអរគុណដែរប្រិមិត្តដែលបានចូលមកហ្នឹងអញ្ចឹងអត់មានសំណួរអញ្ចឹងបាទលោកសុករីមានអ្វីជាចុងក្រោយបាទសូមបន្ថែមមកបាទចំណុច1 2ទៀតនៅក្នុង MOU ឆ្នាំ2000នេះដែលចែងជាក់លាក់គឺដោយបានជម្រាបខាងមុនហ្នឹងមេត្រា8ចែងថានៅពេលដែលមានចំនួនអីទាក់ទងនឹងការបកស្រាយនិងការអនុវត្តMOU នេះគឺថាភាគីទាំងសងខាងនឹងជជែកគ្នានឹងចរចាគ្នាបាទហើយមួយទៀតដែលធ្វើឲ្យ MOU នេះគិតថាមានចំណងផ្លូវច្បាប់ភាសាអង់គ្លេសថា legally binding ហ្នឹងគឺថានៅពេលដែល MOU នេះមាន9មាត្រានេះចុះហត្ថលេខាថ្ងៃណា MOU ហ្នឹងគឺមានប្រសិទ្ធភាពជាធរមានក្នុងការអនុវត្តតែម្ដងដោយមិនចាំបាច់ទៅសុំការផ្ដល់សេចក្ដីបានពីរដ្ឋសភានៃប្រទេសទាំងពីរទេដូច្នេះចំណងគតិយុត្តឬក៏ផ្លូវច្បាប់នេះមាំទាំហើយដូចខ្ញុំបានជម្រាបខាងដើមថា MOU មួយ MOU អាចដោយបងប្អូនមួយចំនួនលើកឡើងគឺអាចមានចំណងផ្លូវច្បាប់ហើយខ្លះអាចមិនមានចំណងផ្លូវច្បាប់គឺវាអាស្រ័យទៅលើពាក្យពេចន៍ការចែងនៅក្នុង MOU នោះតើជាក់លាក់ប៉ុណ្ណាតើភ្ជាប់ភាសាផ្លូវច្បាប់ប៉ុណ្ណា
ហើយនឹងមានការបដិញ្ញាប៉ុណ្ណាពីភាគីទាំងសងខាងបាទហើយនឹងអនុវត្តនៅពេលណាដូច្នេះយើងពិនិត្យនៅមាត្រា2 3នេះយើងអាចមើលឃើញថា MOU ឆ្នាំ2000នេះជាក់លាក់ណាស់សូម្បីតែសញ្ញេហើយមិនចាំបាច់ទៅសុំការយល់ព្រមឬក៏ការផ្ដល់សេចក្ដីប័ណ្ណពីរដ្ឋសភាទៀតផងបាទឥឡូវចង់សួរឲ្យលោកបញ្ជាក់ឲ្យច្បាស់វិញបើជំហររបស់លោកវិញតើ MOU នៅនិង MOU លុបចោលតើខ្មែរយើងចំណេញឬក៏ខ្មែរយើងខាតចំណុចមួយនៅពេលដែលដូចខ្ញុំជម្រាបខាងដើមហ្នឹងគឺខ្ញុំមិនអត់យល់ច្រើនខាងផែនទីទេហើយប៉ុន្តែអ្វីដែលយើងមើលឃើញ MOU នេះគឺបានភ្ជាប់ឲ្យនៅពេលដោះស្រាយរឿងចំនួនដីធ្លីគឺយោងទៅសិទ្ធិសញ្ញាបារាំងសៀមបាទសិទ្ធិសញ្ញាបារាំងសៀមឆ្នាំ1904ឆ្នាំ1907ហើយ MOU នេះទៀតសោតក៏បានតម្រូវឲ្យមានការបង្កើតគណៈកម្មការព្រំដែនដោះស្រាយព្រំដែនរវាងកម្ពុជាថៃហ្នឹងគឺ JBC គឺជាគណៈកម្មការចុងក្រោយមួយហើយដែលសម្រាប់ដោះស្រាយបញ្ហាបើសិនជាលុបចោលតើវាអត់មានមូលដ្ឋានអីដើម្បីដោះស្រាយថាតើយកមូលដ្ឋានអីទៀតដើម្បីដោះស្រាយរវាងប្រទេសទាំងពីរហ្នឹងហើយក៏ប៉ុន្តែចេះដែរMOU នេះដូចខ្ញុំបាននិយាយដដែលមាត្រាទី8ហ្នឹងគឺតម្រូវឲ្យនៅពេលដែលមានការបញ្ហាក្នុងពេលគោះវាស់វែងដីព្រំដែនដីគោកយើងហ្នឹងនៅពេលមានបញ្ហាគឺដោះស្រាយរវាងភាគីទាំងពីរដោយមិននិយាយថាអីទៅរកភាគីទី3អីទេណាហើយខ្មែរយើងដឹងហើយយើងផ្លូវច្បាប់យើងមានព្រៀបលើថៃគឺថាយើងមានសិទ្ធិចំណាយមួយបារាំងសៀមដែលថៃមិនចូលចិត្តហ្នឹងហើយយើងមាន ICJ តុលាការបាន2 ដងឆ្នាំ1962និងឆ្នាំ2013ហ្នឹងបានចេញសាលដីកាឲ្យកម្ពុជាឈ្នះថាព្រះវិហារហើយនឹងទឹកដីជុំវិញព្រះវិហារនេះគឺជាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាបាទហើយបាទខ្ញុំយល់ថាអាចនឹងទុកផែនទីនេះជាការល្អក៏ប៉ុន្តែផែនទី MOU 2000នេះបាទដែលយោងតាមអ្វីដែលយើងបានជជែកនេះក៏ប៉ុន្តែយើងមិនអាចបង្ខំថៃឲ្យលុបឬមិនលុបទេព្រោះថៃឥឡូវកំពុងតែរៀបឲ្យរដ្ឋសភាគេពិនិត្យមើលហើយគេចង់នឹងអាចនឹងដាក់ពេលបោះឆ្នោតខាងមុខខែ1ហ្នឹងគេអាចនឹងដាក់បញ្ចូលជាប្រជាមតិឲ្យពលរដ្ឋគេសម្រេចមើលថាតើលុប MOU ឆ្នាំ2000នឹងដែរឬអត់បាទមានបើចង់សំណួរចុងក្រោយមួយទៀតចាស់ឃើញមានប្រិមិត្តបាទសួរខ្ញុំមើលមិនភ្លេចឈ្មោះគាត់បាត់ហើយគាត់សួរខ្លឹមសារគាត់ថាឥឡូវហ្នឹងខ្មែរយើងហាក់ដូចជាធ្លាក់នៅក្នុងថានយោបាយផ្ទៃក្នុងរបស់ថៃនៅរឿងចំនួនព្រំដែននេះតើយើងអាចធ្វើយ៉ាងម៉េចបានអាចនឹងបន្ធូរបន្ថយបញ្ហានេះបានតាមការយល់ឃើញរបស់លោកជីវិតាបាទយើងប្រទេសកម្ពុជានិងថៃហ្នឹងគឺយើងជាប់ព្រំដែនគ្នាយើងមិនអាចលើកទៅណាទេមិនអាចគិតចេញពីគ្នាបានទេបាទហើយកម្ពុជាក៏ត្រូវការមិត្តឲ្យបានច្រើនហើយថៃក៏ត្រូវការមិត្តឲ្យបានច្រើនដែរហើយចំពោះខ្ញុំកម្ពុជាគួរតែបង្កើនគឺថាបង្កើនមិត្តឲ្យបានច្រើនមិត្តក្នុងចំណោមសត្រូវគឺយ៉ាងម៉េចខ្ញុំនៅស្រុកថៃបើទោះជាថៃមានចំនួនជាមួយថៃយ៉ាងណាក៏ដោយក៏មានក្រុមថៃមួយចំនួនពួកបញ្ញវន្តថៃនិងពួកអ្នកប្រវត្តិវិទូថៃហើយនិងអ្នកនយោបាយថៃមួយចំនួនជាពិសេសគណៈបកប្រឆាំងថៃគឺគណៈបកប្រជាជនហ្នឹងគឺគេមិនចង់ឃើញអំណាចនៃការដឹកនាំ
ដោះស្រាយបញ្ហាថៃសប្តាហ៍ហ្នឹងជាតែនៅរឿងព្រំដែននឹងធ្លាក់ទៅលើកងទ័ពថៃទេបាទគេអត់ចង់ឃើញទេព្រោះនឹងបាត់បង់អឺអឺប្រជាធិបតេយ្យនៅក្នុងប្រទេសគេមិនចង់ឃើញសប្តាហ៍ហ្នឹងគឺហាក់ដូចជារដ្ឋាភិបាលថៃនិងរដ្ឋសភាថៃហ្នឹងខ្លាចជាចំណាប់ខ្មាំងរបស់ខាងភាគីកងទ័ពណាព្រោះភាគីកងទ័ពគាត់អ្វីនៅរឿងព្រំដែនទាំងអស់ហ្នឹងគឺកងទ័ពជាអ្នកសម្រេចដូច្នេះនៅក្នុងយើងដឹងហើយនៅក្នុងរបបប្រជាធិបតេយ្យការផ្ដល់អំណាចឲ្យទៅដល់ឲ្យកងទ័ពហ្នឹងគឺមិនមែនប្រជាធិបតេយ្យទេគឺនាំបញ្ហាច្រើនណាស់ព្រោះកងទ័ពជារឿងមួយដែលកងទ័ពជាអ្នកស្ដាប់អ្នកនយោបាយស្ដាប់រដ្ឋាភិបាលនាយករដ្ឋមន្ត្រីនៃក្រសួងការពារជាតិអីនិងរដ្ឋសភាជាដើមបាទឥឡូវទៅជាអ្នកនយោបាយស្ដាប់កងទ័ពវិញណាបាទអញ្ចឹងខ្ញុំថាពិបាកណាស់យើងពិបាកមែនតើសប្តាហ៍ក្នុងការដោះស្រាយប៉ុន្តែប្រទេសខ្មែរតូចហើយយើងធនធានមិនធនធានច្រើនទេទាំងធនធានមនុស្សអីជាដើមហ្នឹងនឹងធនធានជាសម្ភារៈបាទសម្រាប់យោធាអីជាដើមដូច្នេះខ្ញុំចង់ប្រៀបធៀបមួយប្រៀបធៀបការសង្គ្រាមវៀតណាមវៀតណាមចំណែកមួយដែលធ្វើឲ្យអាមេរិកកាំងដែលជាមហាអំណាចចាញ់សង្គ្រាមនៅវៀតណាមហ្នឹងគឺលោកកំសែងអាចទីទៅមើលអាចអីដែរគឺការរួមគ្នារវាងខាងជើងខាងត្បូងគឺវៀតណាមតែមួយបាទគឺពួកវៀតណាមកុម្មុយនីសវៀតណាមហ្នឹងគឺគេដឹងថាកម្លាំងរបស់គេអាចមិនទប់ទល់ជាមួយមហាអំណាចបានទេព្រោះគេប្រើចិត្តសាស្ត្រហ្នឹងគឺគេមកអន្តង lobby ពួកសភាថៃសភាអាមេរិកហើយមាននិស្សិតតវ៉ាបាទពួកនិស្សិតណាប្រជាពលរដ្ឋនៅសាកលវិទ្យាល័យបានយល់យើងនេះបាទតវ៉ាខ្លាំងណាស់គឺចេញតវ៉ាខ្លាំងប្រឆាំងសង្គ្រាមវៀតណាមបាទហើយទី2គឺតវ៉ានៅកុងក្រេសនៅសភាហ្នឹងព្រោះសភាអាទាំងជាអ្នកឲ្យលុយអញ្ចឹងណាឲ្យលុយធ្វើសង្គ្រាមបើសភាអាទាំងអត់បញ្ចេញទេគេហៅ power of the purse នោះគឺអំណាចអំណាចកបោកអញ្ចឹងណាបាទបើសភាអាទាំងមិនសម្រេចឲ្យលុយទេកងទ័ពនិងរដ្ឋាភិបាលអាទាំងក្រោមការដឹកនាំរបស់ទានដី Richard Nixon នៅពេលនោះក៏មិនអាចធ្វើសង្គ្រាមបានដែរដូច្នេះវៀតណាមគេជោគជ័យគេទៅអន្តងអ្នកទាំងឡាយណាដែលស្រឡាញ់សន្តិភាពនៅអាមេរិកនេះដូច្នេះពេលហ្នឹងទាំងទាហានដែលធ្លាប់ទៅវាយសង្គ្រាមនៅវៀតណាមនោះក៏នាំគ្នាចូលរួមតវ៉ាប្រឆាំងសង្គ្រាមដែរបាទខ្ញុំចង់ត្រឡប់តើបច្ចុប្បន្នភាពនេះតើនៅស្រុកថៃយ៉ាងម៉េចដូចបានជម្រាបខាងដើមគឺមានមនុស្សច្រើនដែលគេមិនពេញថៃហ្នឹងគេមិនពេញចិត្តទង្វើរបស់កងទ័ពថៃទេដែលហាក់ដូចជាចាប់យករដ្ឋាភិបាលជាចំណាប់ខ្មាំងអីអញ្ចឹងរដ្ឋបាលមិនអាចបញ្ជាចាំបានថាបើចោលសង្ខេបទៅលោកជីវតាចង់ឲ្យខ្មែរនឹងលូកដៃទៅចាប់ជាមួយនឹងអ្នកដែលគេថាមិនជ្រុលនិយមអ្នកដែលស្អប់សង្គ្រាមនៅក្នុងប្រទេសថៃហ្នឹងដើម្បីធ្វើកិច្ចការនឹងរួមគ្នាយើងដូចខ្ញុំនិយាយហ្នឹងយើងប្រទេសតូចយើងត្រូវការមិត្តច្រើនបាទមិត្តហ្នឹងគឺមិត្តទាំងនៅក្នុងប្រទេសថៃផងអ្នកដែលសន្តិភាពនិយមអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យអ្នកមិនចង់ឃើញយោធាគ្រប់គ្រងប្រទេសដូច្នេះអានេះខ្ញុំមិនអាចប្រាប់រដ្ឋាភិបាលគួរត្រូវធ្វើម៉េចទេប៉ុន្តែយើងគួរតែទទួលការគ្រប់គ្រងពីបានទទួលការគ្រប់គ្រងពីខាងពួកគេឧទាហរណ៍បើតំណាងរាស្ត្រនៅក្នុងសភាគេមិនគ្រប់គ្រងឲ្យធ្វើសង្គ្រាមគេមិនគ្រប់គ្រងឲ្យទៅដេញប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីមួយតំបន់នងច័ន្ទដែលពួកគាត់យល់ថាជាទឹកដីរបស់គាត់ជាដីកំណើតរបស់គាត់អ្នកខ្លះកើតនៅនឹងតាំងពីតូចមកជាង40ឆ្នាំបើតាមសម្ដីរបស់លោកបាទខេត្តបាទហើយនឹងលោកប្រវិតវង្សវ៉ានដែលជាអតីតរដ្ឋមន្ត្រីការពារជាតិថៃនោះគឺពលរដ្ឋខ្មែរមករស់នៅតំបន់នងច័ន្ទតាំងពីឆ្នាំ1977បាទ77នៅពេលដែលពួកគាត់រត់គេចពីខ្មែរក្រហមរបស់ខ្មែរក្រហមដូច្នេះយើងចង់ឃើញខាងសភាថៃហើយនឹងអាចបញ្ចេញមតិឬគ្រប់គ្រងដែរថានេះ
ការដែលទៅដេញគេរស់នៅជិត50ឆ្នាំហើយហ្នឹងគឺជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរគឺជាការរំលោភសិទ្ធិអន្តរជាតិ ប៉ុន្តែបាទខ្ញុំតាមធម្មតាខ្ញុំចូលចិត្តបង្ហាញអ្វីដែលជាលក្ខណៈវិជ្ជមានជាពន្លឺទៅដល់ប្រជាពលរដ្ឋកម្ពុជាក៏ប៉ុន្តែបើសិនជាយើងប្រៀបធៀបករណីកម្ពុជាជាមួយនឹងថៃនិងវៀតណាមជាមួយនឹងអាមេរិកវាដូចជាខុសគ្នាទេពីព្រោះអាមេរិកនាទីចុងក្រោយហ្នឹងគឺនិស្សិតនៅអូហាយ៉ូហ្នឹង4នាក់ស្លាប់ដោយការតវ៉ាប្រឆាំងសង្គ្រាមហ្នឹងហើយមានប្រជាពលរដ្ឋមានការនឿយណាយនឹងសង្គ្រាមនឹងផងការចំណាយសង្គ្រាមនៅឆ្ងាយពីប្រទេសសង្គ្រាមនឹងអត់មានគោលដៅទេទៅលើរឿងមនោគមវិជ្ជាជាងទៅលើផលប្រយោជន៍អីមកប្រជាពលរដ្ឋអាមេរិកាំងដល់ហើយចឹងទៅមានទូរទស្សន៍បានបង្ហាញនៅរូបភាពអំពីអំពើខូខើរបស់ទាហានខ្លះដូច្នេះមហាជនរបស់សហរដ្ឋអាមេរិកពេលហ្នឹងផ្លាស់ប្ដូរទឹកចិត្តដែររហូតទៅដល់មានការដាក់សម្ពាធទៅលើសមាជិកសភារបស់ខ្លួនហ្នឹងដើម្បីឲ្យកែប្រែបញ្ហាហ្នឹងរហូតទៅដល់អ្នកខ្លះទាហានខ្លះដែលចប់ពីសង្គ្រាមវៀតណាមមកអាមេរិកវិញហ្នឹងមិនគេថា not a hero welcome មិនមែនទទួលដោយជាវីរៈបរិសុទ្ធទេពេលហ្នឹងអ្នកខ្លះដាក់អោនមុខបើអ្នកខ្លះហ្នឹងស្ដោះទឹកមាត់ដាក់គាត់ទៀតរហូតដល់ប្រហែលឆ្នាំក្រោយមកបានមានការទទួលស្គាល់នៅការដែលគាត់ចូលរួមសង្គ្រាមនៅវៀតណាមនោះវិញដូច្នេះយើងមើលពីទស្សនវិជ្ជានៃពីរហ្នឹងវាខុសគ្នាគឺមហាជនអាមេរិកាំងគឺគាត់យល់ផ្សេងអំពីសង្គ្រាមហ្នឹងគាត់នឿយណាយពីសង្គ្រាមហ្នឹងគាត់មិនឃើញផលប្រយោជន៍ពីសង្គ្រាមហ្នឹងក៏ប៉ុន្តែក្នុងគណៈពេលដែលប្រទេសថៃបាទប្រទេសថៃដូចជាមហាជនទោះបីជាមានអ្នកដែលស្អប់សង្គ្រាមក៏ប៉ុន្តែមើលទៅក្រុមនោះដូចជានៅក្នុងក្រុមដែលគេហៅថាក្រុមភាគតិចបាទក្នុងគណៈពេលដែលមានពួកជាច្រើនជាតិនិយមហ្នឹងវាជាតិនិយមជ្រុលវាដូចជាតិចទៀតដែរក៏ប៉ុន្តែអ្នកដែលចង់បានដីខ្មែរវាដូចជាច្រើនគឺទៅជាបពប្រឆាំងឥឡូវមកកាន់អំណាចក៏និយាយពីរឿងយកដីខ្មែរបកកាន់អំណាចឥឡូវមកធ្វើបពប្រឆាំងក៏នៅតែរឿងថាធ្វើយ៉ាងណាដើម្បីចំណេញយកដីខ្មែរជាប់ជានិច្ចដូច្នេះតើវាអាចជាការលំបាកទេសម្រាប់ដូចថាអ្នកនយោបាយខ្មែរក៏ដូចជាភាគីខ្មែរក្នុងការលូកដៃទៅចាប់អ្នកទាំងអស់នោះដើម្បីធ្វើយ៉ាងម៉េចឲ្យផ្លាស់ប្ដូរមតិមហាជនរបស់ថៃនឹងជាការពិតខ្ញុំមិនចង់សួរសំណួរនោះវាព្រោះវាមានលក្ខណៈដូចជាតឹងទ្រូងសម្រាប់ប្រជាពលរដ្ឋខ្មែរព្រោះខ្ញុំចូលចិត្តផ្ដល់អ្វីក្នុងពេលដែលគាត់កំពុងជួបការលំបាកផ្ដល់អ្វីជាក្តីសង្ឃឹមដល់គាត់ខ្លះប៉ុន្តែខ្ញុំបានសន្យាមួយគាត់ថាខ្ញុំមិនផ្ដល់ក្តីសង្ឃឹមคล้ายឲ្យគាត់នោះទេដូច្នេះឥឡូវខ្ញុំចង់ឲ្យលោកជីវិតានិយាយកន្លែងហ្នឹងតិចថាតើវាក្តីសង្ឃឹមវានៅប៉ុណ្ណាទូចប៉ុណ្ណាធំប៉ុណ្ណាលទ្ធភាពយ៉ាងម៉េចដែរបាទឥឡូវយើងនិយាយពីរឿងជាក់ស្ដែងវិញថ្ងៃស្អែកនេះជាបាទឆ្លើយទៅសំណួរលោកកំសែងដែរហ្នឹងគឺថ្ងៃស្អែកហ្នឹងគឺជាអសន្នវិទ្យាដែលថៃភាគីថៃបានដាក់ឲ្យពលរដ្ឋខ្មែរយើងនៅព្រៃច័ន្ទចេញហើយបាទថ្ងៃទី3តុលាហើយថ្ងៃទី10គឺនៅភូមិជោគជ័យដោយលោកកំសែងនិយាយហ្នឹងគឺថាពិបាកអានដល់ទៅគូធ្វើមិនទេបើអាចទៅរួចគឺខ្ញុំយល់ថាខាងរដ្ឋាភិបាលកម្ពុជាត្រូវការគឺថាដីការក្សាការពារជាបន្ទាន់បើនិយាយពីចំនួននៅក្នុងស្រុកវិញយើងត្រូវការដីការក្សាការពារមិនឲ្យភាគីណាមួយអនុវត្តអ្វីដែលកំពុងមានស្រាប់គឺនៅនឹងសិនបាទនៅនឹងដដែលសិនឧទាហរណ៍ថាឥឡូវពលរដ្ឋខ្មែរកំពុងរស់នៅតំបន់ព្រៃច័ន្ទហ្នឹងមិនត្រូវឲ្យគាត់រុះរើមិនត្រូវឲ្យគាត់វាយបំបែកផ្ទះសម្បែងគាត់ហើយចាក់ចេញទេរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចស្វែងរកដីការក្សាការពារតើទៅរកពីណាឥឡូវបើជាមួយប្រទេសដទៃហ្នឹងបើនៅស្រុកខ្មែរគូភាគីឬក៏មេធាវីគេទៅសុំពីតុលាការឥឡូវយើងចំនួនជាមួយប្រទេសដទៃជាប់ព្រំដែននេះគួរធ្វើយ៉ាងម៉េចខ្ញុំគិតថាទី1រដ្ឋាភិបាលត្រូវជជែកជាមួយរដ្ឋាភិបាលថៃដោយផ្ទាល់ថាអ្វីឲ្យធ្វើម៉េចរក្សាការពារអ្វីដែលកំពុងកើតមាននេះសិនហើយចាំដោះស្រាយទៅតាមក្រោយទៀតទី2គឺយើងគួរតែទៅរកភាគីណាដែលមានសមានចិត្តចំពោះកម្ពុជាដោយបារាំងហើយនឹងនៅបន្តជំរុញខាងភាគីអាស៊ានតទៅទៀតធ្វើម៉េចឲ្យបានដីការក្សាការពារព្រោះថ្ងៃស្អែកហ្នឹងគឺជារឿងបន្ទាន់ហើយបាទនៅពេលដែលគាត់ត្រូវគឺបង្ខំចេញបាទហ្នឹងសូមអរគុណបាទអញ្ចឹងបាទកម្ពុជាយើងក៏
ប្រាយន្តការអាស៊ាននឹងដែរដែលជាភាគីទី3ដែលมันមានផលប្រយោជន៍អីដូចជាកណ្ដាលអញ្ចឹងបាទបើអញ្ចឹងឥឡូវយើងចាំមើលទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាបងជីវតាអាចនឹងពេលណាយើងចូលមកទៀតសង្ឃឹមថានៅបន្តចែករំលែកអញ្ចឹងចាស់បាទបើសម្រាប់បងស្វាគមន៍ជានិច្ចបាទបាទអរគុណច្រើនមែនទែនបាទមានពាក្យពេចន៍ជាចុងក្រោយលាជាមួយនឹងប្រិយមិត្តទេបាទខ្ញុំតកតងនឹងប្រទេសកម្ពុជាខ្ញុំយល់ថាពីពេលនេះទៅកម្ពុជាគួរតែខ្ញុំយល់ថាខាងរដ្ឋាភិបាលក៏បានបង្ហើបអស់ដែរហើយគឺយើងត្រូវពង្រឹងខាងវិស័យយោធាវិស័យបច្ចេកវិទ្យានិងពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឯងដើម្បីកុំឲ្យនៅពេលដែលគេបិទច្រកទាំងសងខាងកើតខាងលិចទៅយើងរកអីហូបអត់បានណាដូច្នេះត្រូវពង្រឹងខាងសេដ្ឋកិច្ចមែនតើឲ្យមានការលើកទឹកចិត្តឲ្យមានខ្មែរមានវិនិយោគក្រៅប្រទេសក្នុងប្រទេសបាទហើយការវិនិយោគនេះគឺលុះត្រាតែបើកចំហបើកឲ្យទូលាយមែនតើដូចជាកាត់បន្ថយការិយាល័យការិយាល័យធិបតេយ្យបាទហើយដូចជាដាក់ឲ្យមានការលើកទឹកចិត្តដល់អ្នកវិនិយោគទាំងឡាយណាដែលគាត់ចង់មកធ្វើហ្នឹងឧទាហរណ៍ថាដើម្បីឲ្យមានវិនិយោគច្រើនហ្នឹងគឺអ្នកវិនិយោគច្រើនហ្នឹងគឺយើងត្រូវមានការលើកទឹកចិត្តដូចជាការមិនយកពន្ធប្រហែលឆ្នាំហ្នឹងទៅដើម្បីជំរុញបងប្អូនខ្មែរយើងនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសចាប់ផ្ដើមវិនិយោគធនធានធម្មជាតិរបស់យើងមានស្រាប់ហ្នឹងបាទឲ្យជាការពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនបាទយើងមិនត្រូវពឹងទៅលើតែបរទេសទាំងអស់សូម្បីតែបន្លែសូម្បីតែត្រីអីហ្នឹងយើងត្រូវយកពីគេរៀងរាល់ថ្ងៃរាប់តោនអីហ្នឹងអាហ្នឹងខ្ញុំយល់ថាមិនមែនជារឿងល្អទេបាទតែត្រូវពង្រឹងបាទយកពីគេICJ ខ្ញុំគិតថាក៏នៅតែជាជំរឿសរបស់កម្ពុជាបាទខ្ញុំថាកម្ពុជាគាត់រដ្ឋាភិបាលកម្ពុជាក៏គាត់មិនទាន់បោះបង់យន្តការនឹងចោលប៉ុន្តែគាត់ទុកយ៉ាងម៉េចដោយសារជួបបញ្ហាយ៉ាងម៉េចយើងហ្នឹងណាបាទអរគុណច្រើនមែនតើបាទហើយហ្នឹងដូចខ្ញុំបាននិយាយជាមួយប្រិមិត្តចឹងប្រិមិត្តដឹងចំហខ្ញុំហើយចុងក្រោយនេះបងជីវតាគាត់បានផ្ដល់ជាអនុសាសន៍ហ្នឹងគឺសម្រាប់ពេលតទៅមុខទៀតហ្នឹងចឹងបាទដូចខ្ញុំតែនិយាយចឹងបាទប្រិមិត្តដែលចូលមកគឺតែដឹងចំហរបស់ខ្ញុំហើយគឺខ្ញុំចូលរួមចែករំលែកនេះក្នុងពេលដែលមានបញ្ហាជាមួយនឹងភាគីថៃទេប៉ុន្តែនៅពេលខាងមុខទៀតនៅពេលដែលបញ្ហានេះចប់គឺនៅមានបញ្ហាដែលធ្វើការជាមួយគ្នាច្រើនទៀតរវាងអ្នកនយោបាយកម្ពុជាពេលនេះខ្ញុំអត់ដូចតាក់ទងជាមួយនឹងអ្វីដែលបងជីវតាគាត់បាននិយាយហ្នឹងពេលហ្នឹងខ្ញុំលែងចូលរួមចំណែកជាយោបល់ហើយប្រហែលជាអាចបងជីវតាឬក៏ខាងណាគេធ្វើតទៀតនយោបាយធ្វើតទៀតនឹងអញ្ជើញពេលហ្នឹងខ្ញុំងាកមកផ្ដោតទៅលើរឿងអាមេរិកវិញហើយប៉ុន្តែអ្វីដែលគាត់បាននិយាយហ្នឹងគឺជាចំណុចដែលល្អមួយជាចំណុចដែលល្អច្រើនដែលអាចនឹងដោះស្រាយនៅពេលខាងមុខទៀតហើយខ្ញុំក៏សង្ឃឹមដែរថាឆ្លងកាត់វិបត្តិនេះគឺយើងនឹងជួបខ្ញុំសង្ឃឹម2ចំណុចគឺចំណុចទី1គឺដោយបងគាត់បានលោកជីវតាគាត់និយាយចឹងគឺពង្រឹងយ៉ាងម៉េចនឹងតទៅទៀតទៅអញ្ចឹងណាហើយចំណុចទី2គឺសង្ឃឹមថាយើងត្រូវមានស្មារតីស្រឡាញ់គ្នាយើងនឹងឲ្យបានច្រើនស្រឡាញ់ខ្លួនឲ្យបានច្រើនជាងស្រឡាញ់គេបាទតែស្រឡាញ់គេធ្វើបាបយើងពេលខ្លះយើងពិបាកតម្រាំតែទប់បានគឺជួបការលំបាកច្រើនណាស់បាទអញ្ចឹងបាទនោះគឺជាចំណុចដែលចុងក្រោយរបស់ខ្ញុំអញ្ចឹងសូមអរគុណលោកជីវតាបងច្រើនបាទបានចូលបាទបងផងលោកផងថាបងទៅបើខ្ញុំមិនជាសម្ភារផ្លូវការរបស់ខាងស្ថាប័នហ្នឹងយើងនិយាយគ្នាលេងណាហៅបងក៏បានតាមណាបាទអញ្ចឹងអរគុណបងអរគុណច្រើនដែលបានចូលមកបាទបើជិះអាម៉ាត់ជម្រាបលាប្រិមិត្តផងបាទជម្រាបលាប្រិមិត្តបាទបើជម្រាបលាប្រិមិត្តផងមើលបាទជម្រាបលាលោកនាងទាំងអស់គ្នាបាទអរគុណបាទប្រិមិត្តទាំងអស់គ្នាបាទមិញនេះគឺជាការសន្ទនាគ្នាណាជាមួយនឹងលោកជីវិតាដែលខ្ញុំស្គាល់នឹងរាប់អានគាត់ជាយូរមកហើយតាំងពីមុនពេលគាត់មកធ្វើសារព័ត៌មានហើយតាំងមុនពេលដែលខ្ញុំធ្វើជាអ្នកសារព័ត៌មានណាបាទអញ្ចឹងបាទសង្ឃឹមថាអ្វីដែលគាត់បានចែករំលែកនេះគឺប្រិមិត្តអាចទទួលយកបានជាបទពិសោធន៍ជាមេរៀនខ្លះសម្រាប់ពេលដែលយើងកំពុងតែជួបការលំបាកនេះកំពុងតែស្វែងរកអ្នកដែលមានចំណេះដឹងដើម្បីចែករំលែកឲ្យយើងដឹងបាទអញ្ចឹងខ្ញុំក៏
តដែលចំហខ្ញុំតដែលគឺបើសិនជាមានប្រិមិត្តណាដែលមានចំណេះដឹងមានអីហ្នឹងគឺនៅពេលនេះចូលរួមផ្ដល់ជាយោបល់ទៅដល់មហាជនយើងសិននៅពេលដែលគាត់កំពុងតែត្រូវការពន្លឺបាទយើងជួយជាពន្លឺស្មារតីចំណេះដឹងឲ្យគាត់នៅពេលនេះសិនបាទពេលរឿងក្រោយទៀតចាំគិតក្រោយទៀតចប់ពីរឿងនេះសិនបាទឲ្យចប់មួយវគ្គសិនណាបាទអញ្ចឹងសូមអរគុណច្រើនថ្ងៃនេះវែងបន្តិចសង្ឃឹមថាប្រិមិត្តមិនធុញទៅចោះបាទអញ្ចឹងសូមជម្រាបលាប្រិមិត្តទាំងអស់គ្នាបាទ